ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអាងមិញអាយមកពីក្រុម FV7 ហើយថ្ងៃនេះផងដែរខ្ញុំមកធ្វើការ record វីដេអូដែលទាក់ទងទៅនឹងcreate easy to instant ជាដំបូងខ្ញុំសូមធ្វើការsign in អញ្ចឹងខ្ញុំបានចូលក្នុង account នឹងបានហើយដោយសារខ្ញុំបាន sign in ម្ដងថ្ងៃមិញហើយអញ្ចឹងបន្ទាប់មកនេះខ្ញុំសូមវាយរកពាក្យ easy to ចុងមកដល់កន្លែងនេះខ្ញុំសូមចុចរកពាក្យកន្លែងថា instant ហើយបន្តមកទៀត launch instant នេះចុងមកដល់កន្លែងនេះចឹងកន្លែងនេះយកខ្ញុំសូមរកពាក្យថា audio ចឹងកន្លែងនេះសូមដាក់ឈ្មោះខ្ញុំមេ.ec2 ចឹងកន្លែងនេះខ្ញុំសូមជ្រើសរើសកន្លែងនេះយកយូបន្ទូចុងមកដល់កន្លែងយូបន្ទូ server នេះខ្ញុំសូមជ្រើសរើស22ហើយខ្ញុំអស់ក្រោមនេះហើយខ្ញុំ create new key pair មួយដាក់ឈ្មោះeasy2 key pair key ដាក់ key មួយចាស់ខ្ញុំសូមធ្វើការ create ចឹងបានហើយខ្ញុំសូមអូសមកខាងក្រោមកន្លែងនេះខ្ញុំសូមដាក់ 20G កន្លែងនេះដូចជាអត់ដូរអីទេចឹងដូចជាអស់ខ្ញុំសូមចុច launch instant ចឹងឲ្យវាដំណើរការចប់សិន Microsoft support the instant ចឹងកន្លែងនេះខ្ញុំបានធ្វើឲ្យវាជោគជ័យវិញដោយសារខ្ញុំឈូសអាកន្លែង email address ខុសចឹងខ្ញុំបាន change វាមកឲ្យត្រឹមត្រូវវិញហើយចឹងបន្ទាប់ខ្ញុំសូមចូលកន្លែង instant ចឹងនេះ survey នេះបានដើរហើយនេះខ្ញុំបានកាត់មិញហើយសូមចុចកន្លែង instant ID ចឹងមកដល់កន្លែងនេះខ្ញុំសូមធ្វើការចុច connect បន្ទាប់មកទៀតជ្រើសរើសពាក្យថា ASA client ចឹងខ្ញុំសូមធ្វើការ copy comment នេះមួយខ្ញុំទៅបើកfile ដែលខ្ញុំបាន down មិញខ្ញុំសូមធ្វើការ set up git pass ចឹងចូលមកកាន់ git pass ខ្ញុំសូមអាស្ដាំខ្ញុំយក pass ដូចខ្ញុំតិចខ្ញុំចូលទៅ copy សារថ្មីសិនអាស្ដាំ pass enter ហើយបន្តមកទៀតខ្ញុំសូមធ្វើការចូលទៅ copy មួយទៀតគឺ copy កន្លែង sh នេះហើយខ្ញុំយកទៅ paste នៅលើ git pass សូម enter មកកន្លែងនេះខ្ញុំយក yes អញ្ចឹងនេះបានរួចរាល់ហើយ
ចឹងកុំបន្តខ្ញុំសូមវាយ who am I បី check មើល user នេះ Ubuntu ចឹងខ្ញុំសូមធ្វើការ update sudo apt update សូម enter ចឹងសូមធ្វើការរងចាំបន្តិចទៅចឹងបាន update ហើយអីចឹងបន្ទាប់ពីខ្ញុំបាន update រួចរាល់ចឹងខ្ញុំសូមធ្វើការវាយ command មួយទៀតគឺ command upgrade ដើម្បី upgrade វាចុច yes មកចឹងវាគឺកំពុងតែដំណើរការចឹងខ្ញុំសូមធ្វើការរងចាំបន្តិចសិនទៅចឹងខ្ញុំបានធ្វើការ upgrade រួចរាល់ហើយចឹងវីដេអូនេះមានប៉ុណ្ណឹងអរគុណគ្រូដែលបានទស្សនាវីដេអូមួយនេះ